បាទសូមគោរពនិងជម្រាបសួរទៅកាន់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គ្រប់រូបទាំងអស់និងសូមគោរពចំពោះពុកម៉ែបងប្អូនបាទទាំងអស់គ្នាផងដែរជាទីស្រឡាញ់រាប់អាននិងជាទីនឹករលឹកបាទនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបរកលុយពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែរវល់រាល់ថ្ងៃគឺដើម្បីរកលុយនឹងឯងបាទថ្ងៃនេះគឺខ្ញុំសូមនិយាយអំពីការសាងចំណូលតាមរយៈកម្មវិធីថ្មីមួយដែលជាបណ្ដាញសង្គមរបស់ខ្មែរយើងដែលឲ្យឈ្មោះថា SGM បាទ SGM នេះនៅខាងលើហ្នឹង SGM ហ្នឹងបាទឃើញទេបាទអញ្ចឹងយើងអាចសាងចំណូលបានច្រើនមែនទែនដោយយើងគ្រាន់តែបបួលមហាជនដែលគេមិនទាន់មានបណ្ដាញសង្គមហ្នឹងឲ្យគេមានបណ្ដាញសង្គមហ្នឹងប្រើប្រាស់បាទបណ្ដាញសង្គមហ្នឹងគឺដូចវាមិនខុសពីបណ្ដាញសង្គមផ្សេងទេបាទវាមិនខុសគ្នាទេក៏ប៉ុន្តែវាមានប្រយោជន៍ច្រើនជាងយ៉ាងម៉េចចឹងថ្នាក់ដឹកនាំពុកម៉ែបងប្អូនទាំងអស់គ្នាគឺអាចសាងចំណូលបានច្រើនដោយគ្រាន់តែបបួលមកប្រើប្រាស់អញ្ចឹងខ្ញុំអត់និយាយច្រើនទេគឺនិយាយអំពីចំណូលពីការបបួលមហាជនឲ្យប្រើប្រាស់កម្មវិធីមួយនឹងមកបាទអញ្ចឹងនេះខ្ញុំបានសរសេរ caption ផុសនៅក្នុងបណ្ដាញសង្គមនឹងដែរតែយើងអាចរកចំណូលដោយរបៀបណាបានដោយរបៀបណាអញ្ចឹងថ្នាក់ដឹកនាំពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់បានរកចំណូលសូមតាក់ទងមកដើម្បីរៀបចំលេខកូដបាទ ID សម្រាប់យើង log in ចូលដើម្បីយើងអាចសាងចំណូលបានអញ្ចឹងយើងគ្រាន់តែឲ្យមហាជនគឺគាត់មាន ID មានលេខកូដលេងបណ្ដាញសង្គមតាមរយៈបងប្អូនរួចបំពេញឲ្យគ្រប់លក្ខខណ្ឌមកមាន KYC ការពារ account របស់យើងណាការពារលុយរបស់យើង free 3 account បាទ 3 account គឺយើងអាច sign up បាទឲ្យដៃគូរបស់យើងបានហើយនឹង bio គឺបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់យើងបាទភាពជាយើងជានរណានេះគឺបង្ហាញទៅកាន់អ្នកដទៃអញ្ចឹងតែ3ចំណុចហ្នឹងទេគឺគ្រប់លក្ខខណ្ឌហើយចំណូលដែលយើងទទួលបានគឺជាចំណូលថេរប្រចាំថ្ងៃតែម្ដងប្រចាំថ្ងៃបាទមិនមែនជាចំណូលដែលយើងបានដោយចៃដន្យទេណាគឺចំណូលចូលប្រចាំថ្ងៃតែម្ដងដែលហៅថាចំណូលថេរបាទអញ្ចឹងនៅក្នុងចំណូលនោះបើសិនជាយើងបបួលគេគ្រប់លក្ខខណ្ឌម្នាក់គឺយើងទទួលបាន100រៀលក្នុងមួយថ្ងៃបើគិតជាលុយដុល្លារគឺ 0.025 ដុល្លារបាទ25សេន 0.025 សេនក្នុងមួយថ្ងៃរាល់ថ្ងៃតែម្ដងបាទបើសិនជាយើងចង់បាន250 ដុល្លារក្នុងមួយថ្ងៃក្នុងមួយខែគឺបបួលមហាជនឲ្យគេបានចូលរួមតាមរយៈយើងមកគ្រប់លក្ខខណ្ឌតែ334នាក់ក្នុងមួយថ្ងៃគឺយើងទទួលបាន33,400រៀលបាទបើគិតជាដុល្លារចែកមើលខ្លួនឯងទៅតែបើយើងគុណនឹង30ថ្ងៃនោះក្នុងមួយខែយើងទទួលបាន250 ដុល្លារស្មើនឹង1លានបាទបបួល668នាក់ក្នុងមួយថ្ងៃគឺ 66,800 រៀលក្នុងមួយថ្ងៃបាទក្នុងមួយខែគឺ2លានស្មើនឹង500 ដុល្លារបើ 1000 នាក់មួយថ្ងៃគឺ 100000 មួយថ្ងៃ25 ដុល្លារមួយថ្ងៃ25 ដុល្លារមួយថ្ងៃ25 ដុល្លារបាទរយៈពេល30ថ្ងៃគឺ750 ដុល្លារដែរក្នុងមួយថ្ងៃចង់បានចំណូលអញ្ចឹងទេបងប្អូនអរគ្នាគ្រាន់តែបបួលគេលេងហ្នឹងចង់ចេះអាចឆាតមកបានបាទមករៀនពីរបៀបនៃការសាងចំណូលតាមរយៈបណ្ដាញសង្គមហ្នឹងហើយជាចំណូលថេរពេលដែលយើងសាងបែបហ្នឹងហើយយើងឈប់ធ្វើក៏យើងនៅតែបានចំណូលបែបហ្នឹងរាល់ថ្ងៃរាល់ខែអញ្ចឹងទៅរហូតដល់ទៅរៀងអើយមកបាទហើយជាចំណូលមួយដែលយើងទទួលបានតកូនតចៅតជំនាន់អស់ពីយើងទៅតឲ្យកូនតឲ្យចៅទៀតបាទចង់បានចំណូលអញ្ចឹងទេបាទអញ្ចឹងចំណូលទី2គឺជាចំណូលពីការចាយរបស់មហាជនអ្នកដែលយើងបានប្រាប់អស់ហ្នឹងគេចាយលើតម្រូវការរបស់គេបាទតែញបើស្គាល់ប៊ីចេញទឹកត្រីទឹកស្អ៊ីម៉ូតូឡានដេផ្ទះមានពេជ្រឲ្យតែគេចាយគឺមានចំណូលចូលយើងមិនតង់ទៀតចំណូលទី3គឺតាមរយៈការដឹកនាំក្រុមចាយអញ្ចឹងយើងរៀបចំមកអ្នកដែលយើងប្រាប់អស់យើងមានរចនាសម្ព័ន្ធមានក្រុមខាងឆ្វេងក្រុមចាយខាងស្ដាំអញ្ចឹងឲ្យតែក្រុមចាយខាងឆ្វេងក្រុមចាយខាងស្ដាំគេចាយគឺចាប់គូបានចំណូលមិនតង់ទៀតចំណូលច្រើនណាស់បាទចាំជួបគ្នាបន្តយើងជជែកគ្នាបន្ថែមទៀតនេះគឺខ្ញុំគាត់តែបង្ហាញអំពីចំណូលគាត់តែយើងបបួលគេប្រើប្រាស់ទេតែយើងបានចំណូលបែបហ្នឹងតើពុកម៉ែបងប្អូនអ្នកគ្នាចង់បានចំណូលប្រមាណក្នុងមួយខែមកជជែកគ្នារៀបចំលេខកូដឲ្យជជែកដាក់ផែនការជាមួយគ្នាតើខ្ញុំគួរតែអនុវត្តបែបណាដើម្បីខ្ញុំបានចំណូលមួយខែ250 ដុល្លារមួយខែ500 ដុល្លារមួយខែ750 ដុល្លារឬក៏មួយខែ1000 ដុល្លារតើខ្ញុំត្រូវធ្វើដូចម្ដេចមករៀបចំផែនការដាក់ជាមួយគ្នាថ្នាក់នាំពុកម៉ែបងប្អូនអ្នកគ្នាបាទនេះ
ខ្ញុំបង្ហាញអំពីចំណូលដែលចូលប្រចាំថ្ងៃណាខ្ញុំអនុវត្តមិនទាន់បានបាទប្រហែលថ្ងៃទេទើបតែចាប់ដើមនឹងទេតែខ្ញុំអាចសាងចំណូលបានផ្ដើមហើយលឿនជាង Facebook ឆ្ងាយមែនទេលឿនជាងដោយយើងគ្រាន់តែមានលេខកូដហើយគ្រប់លក្ខខណ្ឌទៅគឺយើងអាចសាងចំណូលបានតែម្ដងបាទលឿនមែនទេអត់ដូច Facebook ទេអត់ដូចកម្មវិធីផ្សេងៗដូច TikTok Telegram ឬក៏បណ្ដាញសង្គមផ្សេងៗគឺខុសគ្នាឆ្ងាយដាច់ស្រឡះមកបាទនេះយើងចូលមកបាទខ្ញុំណែនាំទៅបាន11នាក់គិតគ្រប់លក្ខខណ្ឌណា11នាក់អញ្ចឹងម្នាក់គឺ 0.025 គុណនឹង11នាក់ទៅក្នុងមួយថ្ងៃគឺខ្ញុំបានប៉ុណ្ណឹងបាទហើយទិសដៅរបស់ខ្ញុំគឺ 1000 នាក់ដែលខ្ញុំជួយបាទជួយមហាជនឲ្យគាត់បានប្រយោជន៍អញ្ចឹងដែរយេអញ្ចឹងតើទាំងអស់ហ្នឹងយើងមើលចំណូលនៅកន្លែងណានេះបងប្អូនឃើញក្បូបលុយទេបាទក្បូបនៅលើនេះរូបថង់លុយហ្នឹងចុចលើថង់ហ្នឹងមកបាទតែខ្ញុំសូមបង្ហាញថាបណ្ដាញសង្គមរបស់យើងនេះយើងលេងបានច្រើនណាចង់ផុស like share comment ក៏បានចង់ call ជជែកគ្នាក៏បានបាទបានមកសេរីណាបាទអាច call chat បាទលេងជាមួយគ្នាបានគ្រប់បែបយ៉ាងបាទនៅក្នុងហ្នឹងបាទមិនខុសពីបណ្ដាញសង្គមផ្សេងៗទេនេះចូលថង់លុយមករុញចូលដល់កាបូបមកបាទតើចំណូលល្បាញ់មិញបាទនេះយើងចូល ID របស់យើងមក ID password របស់យើងណាបាទចំណូលបាញ់មិញយើងមើលនៅកន្លែងណានេះបងប្អូននេះខ្ញុំសូមបរិយាធំរង្វាន់របស់នេះនេះយើងមើលនៅកន្លែងនេះចុចលើរង្វាន់របស់អ្នកមកនេះ UW daily bonus នេះគឺជាចំណូលប្រចាំថ្ងៃពីអ្នកដែលយើងបានប្រាប់ថ្ងៃចុចលើនឹងមកគឺយើងឃើញហើយនៅពេលដែលថ្នាក់ដឹកនាំពុកម៉ែបងប្អូនដល់គ្នាគ្រប់លក្ខខណ្ឌខ្លួនយើងនឹងមួយថ្ងៃគឺយើងបានប៉ុណ្ណឹងនេះគឺខ្ញុំបាន claim យកបាន 0.36 បាទមកតង់ហើយឥឡូវនេះគឺកើនមកមកតង់ទៀតបាទទៀតចឹងចំណូលដែលខ្ញុំបានដឹកនាំបបួលគេឲ្យគេប្រើប្រាស់បណ្ដាញសង្គមហ្នឹងណាគឺខ្ញុំបាន11នាក់បាទ11នាក់អញ្ចឹងក្នុងមួយថ្ងៃខ្ញុំបានគុណនឹង11នាក់ប៉ុណ្ណឹងគុណនឹង11បាទ 0.027 គុណនឹង11យេនេះចូលមកនៅខាងក្រោមហ្នឹងគាត់តែចុចលើ claim នឹងមកគឺ$1.87នេះគឺធ្លាក់ចូល wallet គឺខ្ញុំអាចដកយកមកប្រើប្រាស់បានតែម្ដងបាទយកមកចាយបានតែម្ដង wallet នៅកន្លែងណាថយក្រោយមកចូលបាទថយក្រោយមួយទៀតមកបាទហើយយក tray 3មកបាទ tray 3នៅខាងលើហ្នឹងហើយយើងយកនេះកាបូបបាទកាបូបចម្បងចុចលើកាបូបចម្បងហ្នឹងមកដល់ហើយអញ្ចឹងមកដល់នេះកន្លែងនេះគឺជាកាបូបលុយរបស់យើងហើយនេះបាទខ្ញុំនៅសល់ប៉ុណ្្នឹងបាទដោយសារតែដៃគូក៏ត្រូវការច្រើនអញ្ចឹងហើយក៏បាទទេលុយរបស់យើងទៅកាន់ដៃគូផ្សេងទៀតដែលគេកំពុងតែដំណើរការលេខកូដជូនដល់សមាជិកដៃគូរបស់គេដែរអញ្ចឹងគេត្រូវការហ្នឹងលោកគ្រូចុះឲ្យយើងមើលកន្លែងណាដែលដឹងថាចំនួនមនុស្សប្រមាណអ្នកចូលរួមតាមយើងនឹងណាខ្លះប្រមាណអ្នកតាមរយៈយើងណានៅណាខ្លះបាទគឺយើងចូលកន្លែងត្រី3នេះមកបាទនៅខាងលើឆ្វេងដៃហ្នឹងបាទផាច់ហើយយើងយកអាជីវកម្មរបស់អ្នកកន្លែងនេះចុចផាច់អូខេហើយនេះនៅប្លោះនេះ referral direct បាទកន្លែងនេះចុចលើនឹងមកផាច់គឺបង្ហាញចំនួនឈ្មោះអ្នកដែលគ្រប់ activate គ្រប់លក្ខខណ្ឌហ្នឹងណាអ្នក11នាក់អ្នកដែលមិនទាន់ activate unactivate គឺ989នាក់បាទនឹងទិសដៅរបស់ខ្ញុំគឺ 1000 នាក់ឥឡូវខ្ញុំបាន11ហើយអញ្ចឹងយើងធ្វើម៉េចនេះចូលកន្លែងទាំងអស់នេះមកចុចលើនឹងមកហើយយើងយក activate ចុចលើនឹងមកផាច់នេះបង្ហាញឈ្មោះដែលបាន activate នឹងមានប៉ុន្មានអ្នកបាទអ្នកគ្រប់លក្ខខណ្ឌហ្នឹងណាគឺចេញមកពូខៀវអញ្ចឹងមកគ្រប់លក្ខខណ្ឌអញ្ចឹងមកបាទនេះដែលគ្រប់លក្ខខណ្ឌ11អ្នកចុះអ្នកដែលមិនទាន់គ្រប់លក្ខខណ្ឌមើលកន្លែងណាចុចលើកន្លែងនឹងដល់ដែរមកហើយយកកន្លែងអាក្រុមគេបង្អស់ហ្នឹងណាយកក្រុមគេបង្អស់ហ្នឹងមកបាទនេះសិតតែមិនទាន់គ្រប់លក្ខខណ្ឌទេបាទ
ដោយសារខ្ញុំសាយមកខាងស្ដាំអញ្ចឹងខ្ញុំយកខាងស្ដាំបាទនេះប្រហែលនេះគឺមិនទាន់គ្រប់លក្ខខណ្ឌបាទចឹងយើងទំនាក់ទំនងទៅដល់ដៃគូរបស់យើងតើត្រូវធ្វើម៉េចដើម្បីគ្រប់លក្ខខណ្ឌបាទនៅមានច្រើនទៀតអូខេថ្នាក់តំណពុកម៉ែបងប្អូនទាំងគ្នាឱកាសមិនមែនចេះតែមានទេឱកាសនៅពេលណាឱកាសគឺនៅពេលដែលគេមិនទាន់ដឹងពីកម្មវិធីមួយហ្នឹងតែនៅពេលដែលកម្មវិធីមួយហ្នឹងមានអ្នកដឹងច្រើនហើយមានអ្នកចូលរួមច្រើនហើយគេចូលរួមច្រើនហើយនោះពេលដែលយើងចាប់ផ្ដើមអនុវត្តធ្វើគឺយើងអស់ឱកាសតែម្ដងដោយសារអីគេចូលរួមអស់ហើយហ្នឹងគេមានលេខកូដអស់ហើយបាទគេប្រតិបត្តិការប្រចាំជីវិតរបស់គេតាមរយៈបងប្អូនសាច់ញាតិរបស់គេអស់ហើយយើងទៅប្រាប់គេមិនកើតទៀតគេមកចូលរួមមួយយើងបាទបើគេចូលរួមតាមរយៈបងប្អូនសាច់ញាតិរបស់គេអស់ហើយហ្នឹងចឹងពុកម៉ែបងប្អូនថ្នាក់របស់គ្នាចង់បានចំណូលបែបហ្នឹងបាទចាំយើងមកជជែកគ្នាឬក៏រៀបចំលេខកូដបាទតាក់ទងមកបាទយើងចង់រកចំណូលកាន់តែច្រើនកាលណាគឺល្អកាលនោះសម្រាប់ជីវភាពរបស់យើងបាទណាត់ដល់ពុកម៉ែបងប្អូនទាំងគ្នាខ្ញុំសូមបង្ហាញប៉ុណ្ណឹងចុះបាទมันបានជាលំអិតច្រើនទេតែបើសិនជាចង់បានចំណូលច្រើនអាចមកជជែកវិញបន្ថែមថាយើងត្រូវរៀបចំផែនការបែបណាអញ្ចឹងខ្ញុំសូមញែកតិចណាឧទាហរណ៍ថាទី1 $250ក្នុងមួយខែតើខ្ញុំគួរតែធ្វើសកម្មភាពបែបណាទើបខ្ញុំឆាប់បានគ្រប់អញ្ចឹងយើងអាចញែកបានណាឧទាហរណ៍ថាខ្ញុំចង់ចំណាយពេលមួយខែចុះបាទដើម្បីឲ្យគ្រប់334នាក់អញ្ចឹងខ្ញុំទៅធ្វើម៉េចញែកមកយក334នាក់ចែកនឹងចំនួនថ្ងៃមកខ្ញុំចង់ប្រើពេលប្រហែល15ថ្ងៃកន្លះខែដើម្បីឲ្យគ្រប់334នាក់អញ្ចឹងយើងយកមកញែកមកតើស្មើនឹងប៉ុន្មាន334បាទ334ចែកមកចែកនឹង15ថ្ងៃមួយថ្ងៃគឺ22យើងថាមួយថ្ងៃគឺ23នាក់គឺមានអ្នកដែលគេបានចូលរួមបង្គ្រប់លក្ខខណ្ឌដើម្បីមានលេខកូដរកចំណូលនៅក្នុងកម្មវិធីមួយនឹងដែរមួយថ្ងៃគឺ22 23នាក់អញ្ចឹងអស់តែរយៈពេល15ថ្ងៃអញ្ចឹងចំណូលរបស់យើងគឺរៀងរាល់ថ្ងៃគឺមួយថ្ងៃ30000ជាងមួយខែគឺដឹងតែ1លានមួយខែដឹងតែ$250ចូលហើយយើងអាចប្រើប្រាស់បានដកបានចាយបានបាទនេះយើងរៀបចំផែនការអញ្ចឹងថ្នាក់ដឹកនាំពុកម៉ែបងប្អូនអរគ្នាអញ្ចឹងយើងអាចយកចំណូលដែលយើងយកមកប្រើប្រាស់បានដកទៅជាលុយក៏បានបាទយើងអាចមកទិញទំនិញផលិតផលអីផ្សេងៗក៏បានដែរបាទនេះផលិតផលហ្នឹងក៏បានបាទដែលថ្នាក់នាំយើងកំពុងតែលក់ដូរនៅក្នុងហ្នឹងបាទនេះទាំងអស់នេះក៏បានបាទមានប្រហិតច្រើនណាស់បាទចង់ទិញក៏បានបាទនេះមានតម្លៃរបស់គេតាមហ្នឹងមានអីទៀតបាទដូងបាទមានប្រភេទចាហួយដូងក្អូបបាទដូងលក់ជាផ្លែទិញបានបងប្អូនឧទាហរណ៍យើងចង់ទិញចុចលើនឹងបាច់មកបាទចុចលើនឹងបាច់មកចុចទិញមកអញ្ចឹងសួរយើងតើយើងចង់ទូទាត់ជា UW ក៏បាន UWV ក៏បានឬក៏តាមរយៈ bank ធនាគារក៏បានដែរ scan មកបន្ទាប់ពី scan ហើយយើងផ្ញើ QR code ដែលយើងបាន scan នោះទៅកាន់អ្នកលក់ទៅបាទគេរៀបចំទំនិញជូនតាមយើងតាមហ្នឹងបាទតែបន្ទាប់ពីទិញហើយគឺយើងទទួលបានចំណូលត្រឡប់មកវិញមិនមែនចាយអស់ទេណាគឺបានចំណូលត្រឡប់មកវិញអរគុណថ្នាក់ដឹកនាំពុកម៉ែបងប្អូនអរគ្នាខ្ញុំមានការណែនាំនិងបង្ហាញត្រឹមតែប៉ុណ្្នឹងទេបើសិនជាថ្នាក់ដឹកនាំពុកម៉ែបងប្អូនអរគ្នាចង់បានចំណូលបែបហ្នឹងមែនអញ្ចឹងតាក់ទងដើម្បីរៀបចំលេខកូដតែម្ដងបាទសូមអរគុណ